សូមកុំអាលជឿលើពាក្យសម្បត្តិបើអ្នកមិនទាន់បានឃើញទង្វើពិតកុំឲ្យពាក្យស្បត់បោកប្រាស់អ្នកបានសូមមើលវីដេអូនេះឲ្យចប់សិនទឹកហូរមិនដែលហត់មនុស្សស្បត់កុំឲ្យជឿ 1. ទឹកហូរមិនដែលហត់គឺចង់បង្ហាញអំពីធម្មជាតិពិតៗចង់សំដៅលើធម្មជាតិនៃទឹកដែលតែងតែហូរពីកន្លែងខ្ពស់មកកន្លែងទាបហូរជារៀងរហូតដោយមិនចេះនឿយណាយវាបានបង្ហាញពីសច្ចភាពឬការពិតដែលមិនអាចប្រែប្រួលបាន 2. មនុស្សស្បត់កុំឲ្យជឿគឺបង្ហាញអំពីចិត្តរបស់មនុស្សដែលផ្ទុយអំពីធម្មជាតិនៃទឹកគឺចិត្តមនុស្សមានភាពប្រែប្រួលរកស្មានមិនត្រូវពាក្យស្បត់គ្រាន់តែជាមធ្យោបាយមួយដែលមនុស្សប្រើដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្លួននៅចំពោះមុខអ្នកដទៃប៉ុន្តែដួងចិត្តពិតប្រាកដអាចនឹងប្រែប្រួលទៅតាមកាលៈទេសៈផលប្រយោជន៍ឬមនោសញ្ចេតនាដូច្នេះបានជានៅក្នុងព្រះគម្ពីរម៉ាថាយជំពូក 5 ខ 37 បានចែងថាតម្លៃរបស់មនុស្សឬតម្លៃរបស់គ្រីស្ទានគឺស្ថិតនៅលើភាពស្មោះត្រង់នៅក្នុងចិត្តនិងទង្វើជាក់ស្ដែងពិតៗបើចិត្តយើងស្មោះពាក្យថាបាទឬពាក្យថាទេនោះគឺគ្រប់គ្រាន់ហើយសូមចុច follow ផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសូមព្រះប្រទានពរ